ក្រុមក្មេងទំនើងជាង10នាក់ដែលបានធ្វើសកម្មភាពបង្កហិង្សាឆក់និងធាក់ប្លន់យកម៉ូតូយ៉ាងសកម្មត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់និងបង្ហាញមុខជាសាធារណៈកាលពីម៉ោង2រសៀលថ្ងៃទី18ខែមីនាឆ្នាំ2025តាមលោកវរៈសេនីយ៍ឯកមុំសាវននាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនិងដឹកនាំបញ្ជាដោយផ្ទាល់លោកឧត្តមសេនីយ៍ត្រីប៊ុនសិតចាស្នងការរងផែនការងារព្រហ្មទណ្ឌនៅថ្ងៃទី12ថ្ងៃទី14និងថ្ងៃទី15ខែមីនាឆ្នាំ2025កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានសហការជាមួយនគរបាលនៅតាមបណ្ដាខណ្ឌនានាធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន10នាក់ជាក្រុមក្មេងទំនើងឈ្មោះយើងស្រឡាញ់គ្នាអក្សរកាត់ YSK និងជីងចក់សពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសធាក់ប្លន់យកម៉ូតូនិងឆក់កាបូបនិងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសយកដុំថ្មគប់លើជនរងគ្រោះនិងខូចខាតម៉ូតូលោកវរៈសេនីយ៍ឯកមុំសាវនបានឲ្យដឹងទៀតថាជនសង្ស័យទាំង10នាក់បានធ្វើសកម្មភាពយ៉ាងសកម្មចំនួន6ករណីករណីទី1អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សាធាក់ប្លន់យកម៉ូតូកាលពីថ្ងៃទី20ខែកុម្ភៈឆ្នាំ2025នៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី3ភូមិតាំងរនៀមសង្កាត់ប្រទេសឡាំងខណ្ឌកំបូលរាជធានីភ្នំពេញករណីទី2ធ្វើសកម្មភាពពាក់ព័ន្ធយកម៉ូតូកាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2025នៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី3ភូមិ3សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្ដាលក្រុមក្មេងទំនើងឈ្មោះយើងស្រឡាញ់គ្នាអក្សរកាត់ YSK ករណីទី3ធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ Honda C125 ពណ៌ខ្មៅស៊េរីឆ្នាំ2025ពាក់ស្លាកលេខភ្នំពេញ 1LG 4080កាលពីថ្ងៃទី31ខែមករាឆ្នាំ2025នៅចំណុចដីឡូគ្មានលេខផ្លូវជាតិលេខ2ភូមិកណ្ដាលសង្កាត់រលួខណ្ឌដង្កោរាជធានីភ្នំពេញករណីទី4ធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូ Honda C125 ពណ៌ខ្មៅស៊េរីឆ្នាំ2023ពាក់ស្លាកលេខភ្នំពេញ 1JP 9539កាលពីថ្ងៃទី10ខែមីនាឆ្នាំ2025នៅចំណុចផ្លូវព្រលានយន្តហោះថ្មីភូមិព្រែកហូលេខ1សង្កាត់ព្រែកហូក្រុងតាខ្មៅខេត្តកណ្ដាលករណីទី5អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សាឆក់កាបូបស្ពាយ Gentle Woman និងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ124E0 ផ្លូវកម្ពុជាក្រោមភូមិ3សង្កាត់មនោរម្យខណ្ឌ7មករារាជធានីភ្នំពេញកាលពីថ្ងៃទី15ខែមីនាឆ្នាំ2025និងករណីទី6អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសយកដុំថ្មគប់លើជនរងគ្រោះតែពុំមានរបួសនិងខូចខាតម៉ូតូកាលពីថ្ងៃទី12ខែមីនាឆ្នាំ2025នៅចំណុចមាត់ទន្លេស្ពានកោះនរាផ្លូវបេតុងភូមិ14ក្រុម78សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញតាមនគរបាលបានឲ្យដឹងទៀតថាបន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមានម៉ូតូចំនួន4គ្រឿងដែលជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពដុំថ្មចំនួន1ដុំកាបូប Gentle Woman ពណ៌ខ្មៅលាយក្រហមចំនួន1និងសម្ភារៈមួយចំនួនជារបស់ជនរងគ្រោះបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីខេមពពព័ត៌មានថ្មីគ្រប់វិនាទី